គណៈសូមលើកយកសង្ឃគុណឧជុបដិបណ្ណោភគវតោសាវកសង្ឃោជាសង្ឃគុណទី2មកបញ្យល់តើសង្ឃគុណទី2នេះមានន័យសេចក្តីដូចម្ដេចអត្ថន័យខ្លឹមសារនៃពាក្យទាំងនេះគណៈស្រង់ចេញពីសភវិសុទ្ធមគ្គនិងសន្ទានុក្រមបាលីពាក្យថាឧជុបដិបណ្ណោមកពីពាក្យថាឧជុបដិបណ្ណៈប្រែថាប្រតិបត្តិហើយដោយត្រង់គឺមិនកងមិនវាចពាក្យថាឧជុប្រែថាដោយត្រង់ប្រែថាប្រព្រឹត្តហើយមិនកងឬវាចពាក្យថាបដិបណ្ណៈប្រែថាប្រតិបត្តិហើយប្រែថាប្រព្រឹត្តទៅហើយប្រែថាដើរទៅហើយពាក្យថាភគវតោមកពីពាក្យថាភគវាប្រែថានៃព្រះដ៏មានព្រះភិក្ខពាក្យថាសាវកសង្ឃោប្រែថាព្រះសង្ឃជាសាវកពាក្យថាសាវកហ្នឹងប្រែថាអ្នកស្ដាប់ពាក្យព្រានប្រដៅដែលជាឱវាទរបស់ព្រះមានព្រះភិក្ខហ្នឹងហៅថាសាវកពាក្យថាសង្ឃៈហ្នឹងប្រែថាក្រុមឬក៏ពួកជនដែលស្ដាប់និងរៀនតាមពាក្យទូន្មានរបស់ព្រះពុទ្ធហើយប្រតិបត្តិតាមត្រឹមត្រូវតាមព្រះធម៌វិន័យនោះហៅថាសង្ឃៈចឹងសង្ឃៈហ្នឹងគឺជាក្រុមឬក៏ពួកមិនមែនមួយនេះហៅថាសង្ឃៈទេគឺច្រើនអ្នកដូច្នេះប្រែជារួមមកពាក្យថាឧជុបដិបណ្ណោភគវតោសាវកសង្ឃោប្រែថាព្រះសង្ឃជាសាវកនៃព្រះដ៏មានព្រះភិក្ខលោកប្រតិបត្តិហើយដោយត្រង់គឺប្រតិបត្តិជាមជ្ឈិមបដិបទាសំណួរសួរថាតើលោកប្រតិបត្តិហើយដោយត្រង់ប្រតិបត្តិយ៉ាងម៉េចចម្លើយឧជុបដិបណ្ណោប្រែថាប្រតិបត្តិហើយដោយត្រង់គឺមជ្ឈិមបដិបទាគឺមាគ្គប្រកបដោយអង្គ8ដែលមានសម្មាទិដ្ឋិមានសមាទិដ្ឋិនេះជាដើមរហូតដល់សមាសមាធិដែលមានអង្គ8ពាក្យថាឧជុបដិបណ្ណោប្រតិបត្តិហើយដោយត្រង់នោះគឺប្រតិបត្តិឆ្ពោះទៅរកព្រះនិព្វានមិនប៉ះពាល់នៅប្រជុំ2នៃធឿអមខាងផងធឿអមសងខាងធឿអមនោះគឺកាមសុខៈលិកានុយោគនិងអត្តកិលមៈឋានុយោគដែលជាផ្លូវប្រតិបត្តិខុសកាមសុខៈលិកានុយោគនឹងប្រែថាការប្រព្រឹត្តចាប់ចិត្តចំពោះកាមពាក្យថាអត្តកិលមៈឋានុយោគនោះគឺការប្រព្រឹត្តតឹងរឹងហួសហេតុពេកឲ្យនឿយលំបាកខ្លួនពាក្យថាឧជុបដិបណ្ណោប្រតិបត្តិហើយដោយត្រង់គឺប្រតិបត្តិដើម្បីលះបង់នៅទោសគឺសេចក្តីវាចកោងនិងសេចក្តីលៀងនៃកាយវាចានិងចិត្តដូច្នេះសរុបសេចក្តីមកពាក្យថាឧជុបដិបណ្ណោភគវតោសាវកសង្ឃោសំដៅដល់សង្ឃសាវកដែលលោកបានសម្រេចវិបស្សនាញាណថ្នាក់ខ្ពស់ហើយគឺសង្ខារុបេក្ខាញាណព្រោះជាញាណដែលស្ថិតនៅជិតព្រះនិព្វានការប្រតិបត្តិដោយត្រង់គឺលោក
ប្រឹងប្រែងរក្សានិងចម្រើនសង្ខារុបេក្ខាញាណនេះដើម្បីឲ្យចាស់ខ្លាបានពេញបរិបូរណ៍អញ្ចឹងពាក្យថាឧជុបដិបណោហើយនឹងសុបដិបណោគឺខុសគ្នាត្រង់នឹងឯងខុសគ្នាត្រង់ថាសុបដិបណោគឺសំដៅដល់អរិយមគ្គហើយគឺព្រះសង្ឃសាវកនឹងសម្រេចបានមគ្គផលព្រះនិព្វានហើយចំណែកឧជុបដិបណោលោកទៅតែសម្រេចវិបស្សនាញាណថ្នាក់ខ្ពស់ប៉ុណ្ណោះជាងកណាសូវបញ្ចប់ប៉ុណ្ណា